សេចក្តីសុខអ្វីម្លេះទេគុណបងហេងកំហៀងចេនឹងផាយុបានទៅក្រងឈុតបុរាណនៅខេត្តសៀមរាបដែលបងហេងកំហៀងប្តីលើប្រយារូបនេះបាននាំកូនរបស់គាត់ទៅបំពេញសេចក្តីស្រមៃរបស់កូនរបស់គាត់ដែលសុំគាត់ចង់ទៅលេងទៅសៀមរាបប៉ុន្តែបងហេងកំហៀងហាក់ដូចជាខ្វះភាពកក់ក្ដៅមួយបើសិនជាមានម្នាក់ទៀតមិនដឹងថាសប្បាយប៉ុណ្ណាម្នាក់ទៀតនោះគឺលើប្រយានឹងឯងគឺជាម្ដាយម្នាក់ដែលតែងតែសោយស្រង់គ្រួសារនិងជាចំណូលដ៏ធំបំផុតនៅក្នុងគ្រួសារបងហេងកំហៀងប៉ុន្តែនៅពេលនេះលើប្រយាមិនទាន់បាននឹងឃ្លាតឆ្ងាយអំពីជាប់ពន្ធនាគារនៅក្នុងគុកនោះទេកំពុងដេកនៅក្នុងគុកនឹងឡើយបន្សល់ត្រឹមតែភាពសោកសៅជាមួយនឹងគ្រួសារជាមួយនឹងកូនរបស់គាត់តែងតែសូរម្ដាយមិនឃើញម្ដាយត្រឡប់មកជួបកូនជាទីស្រឡាញ់របស់គាត់នោះឡើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយមិនយូរទេនាងលើប្រយារូបនេះជឿជាក់ថានឹងវិលត្រឡប់មកជួបជុំគ្រួសាររបស់នាងជាមិនខានឡើយក្នុងពេលឆាប់នេះនៅក្នុងនេះក្រឡេកមកមើលកូនស្រីរបស់លើប្រយាវិញគឺនាងស្អាតខ្លាំងណាស់ទាំងសម្រស់ទាំងកាយវិការទាំងរូបរាងទាំងស្នាមញញឹមគឺដូចលើប្រយាទាំងស្រុងនាងតែងតែសូរម្ដាយរបស់នាងប៉ុន្តែទោះជាយ៉ាងណាមិនអាចនោះទេកូនស្រីម្នាក់នេះតែងតែបានភាពកក់ក្ដៅអំពីឪពុករបស់នាងគឺបងហេងកំហៀងដែលជាឪពុកម្នាក់ដែលបានផ្ដល់ភាពកក់ក្ដៅទោះបីមិនមានម្ដាយលើប្រយានៅក្បែរតែងតែមើលថែកូនរបស់គាត់ហើយបាននាំកូនស្រីរបស់គាត់និងកូនប្រុសរបស់គាត់មកតែងនៅឯខេត្តសៀមរាបឈុតបុរាណដើម្បីថតសប្បាយជាមួយនឹងកូនរបស់ពួកគាត់ដែលជាក្តីបំណងប្រាថ្នារបស់កូនប្រុសកូនស្រីរបស់ពួកគាត់តែងតែចង់មកលេងនៅខេត្តសៀមរាបនិងស្លៀកពាក់ឈុតបុរាណដើម្បីថតសប្បាយបង្ហោះនៅលើបណ្ដាញសង្គមប៉ុន្តែបងហេងកំហៀងពេលលើកូនស្រីនិងកូនប្រុសរបស់គាត់សូរម្ដាយដែលខ្វះភាពកក់ក្ដៅនោះក៏សែនឈឺចាំនៅក្នុងដួងចិត្តរបស់គាត់យ៉ាងខ្លាំងហើយបងហេងកំហៀងថាមកលេងខេត្តសៀមរាបនេះពិតជាសប្បាយនៅក្នុងចិត្តប៉ុន្តែដូចជាខ្វះអ្វីមួយនៅក្នុងចិត្តគឺខ្វះភាពកក់ក្ដៅអំពីម្ដាយនិងប្រពន្ធរបស់គាត់ដែលជាប់គុកមិនទាន់នឹងគ្មានថ្ងៃចេញមិនដឹងថាថ្ងៃណាបាននឹងចេញដើម្បីវិលត្រឡប់មកជួបជុំគ្រួសារនេះទេបងហេងកំហៀងតែងតែដើរធ្វើជាម្ដាយផងធ្វើជាឪពុកផងដើម្បីឲ្យតែកូនរបស់គាត់សប្បាយរីករាយនិងមានភាពកក់ក្ដៅតែប៉ុណ្ណោះហើយបងហេងកំហៀងដែលជាឪពុកនិងជាប្តីរបស់លើប្រយារូបនេះក៏តែងតែបង្ហោះចូលទៅក្នុង Facebook របស់គាត់អំពីរឿងរ៉ាវគ្រួសាររបស់គាត់ដែលជួបនឹងឧបសគ្គនិងខ្វះភាពកក់ក្ដៅអំពីប្រពន្ធនិងអំពីម្ដាយរបស់កូនតូចរបស់គាត់ដែលឃ្លាតឆ្ងាយមែនទែនខ្វះភាពកក់ក្ដៅចំពោះគ្រួសារមួយនេះគាត់បានទៅសេចូលទៅក្នុង Facebook របស់គាត់យ៉ាងបែបនេះថាចេនឹងផាយុសុំឲ្យប៉ាជូនមកលេងសៀមរាបចង់តែងឈុតបុរាណខ្មែរប៉ាបំពេញបំណងកូនគ្រប់យ៉ាងតែប៉ាមិនអាចធ្វើឲ្យកូនបាត់នឹកម៉ាក់បានទេហើយនៅក្នុងសំណេរមួយទៀតដែលបងហេងកំហៀងបានសរសេរផុសចូលទៅក្នុង Facebook យ៉ាងមានន័យបំផុតនៅពេលដែលកូនស្រីរបស់គាត់តែងតែសូរម្ដាយនៅគ្មានម្ដាយនៅក្បែរប៉ុន្តែទោះជាយ៉ាងណាបងហេងកំហៀងបានបំពេញសេចក្តីភាពកក់ក្ដៅដែលជាឪពុកម្នាក់ផងដែរហើយគាត់បានសរសេរផុសចូលទៅក្នុង Facebook យ៉ាងបែបនេះថាប៉ាបានបំពេញបំណងកូនស្រីហើយតែគួរឲ្យសោកស្ដាយគ្មានអវត្តមានម៉ាក់មកជាមួយវាពិតជាឈឺចាប់និងសោកស្ដាយនិងគ្មានភាពកក់ក្ដៅមែនទែននៅក្នុងគ្រួសារបើសិនជាគ្រួសារមួយដែលខ្វះភាពកក់ក្ដៅមិនថាឪពុកនិងម្ដាយនោះទេបើសិនជាពួកគាត់มันអាចនៅជុំគ្នាបានអាភាពកក់ក្ដៅនៃគ្រួសារហ្នឹងគឺវាមិនអាចមានឡើយដូចជាកូនអញ្ចឹងដូចជាកូនលើប្រយាអញ្ចឹងពួកគាត់មិនដឹងអីទេរីឯកូនស្រីវិញគឺនៅទូចកូនប្រុសក៏នៅទូចសួរតែម្ដាយនោះទេមិនដឹងថាម្ដាយនៅទីណាកំពុងតែធ្វើអ្វីពួកគាត់មិនដឹងថាម្ដាយរបស់គាត់កំពុងតែជាប់គុកនិងដេកនៅក្នុងគុកមិនដឹងថាពួកគាត់ធំឡើងឈឺចាប់ប៉ុណ្ណានោះទេបងប្អូនហើយគ្រួសារនីមួយបើសិនជាខ្វះភាពកក់ក្ដៅហើយដែលមនុស្សគ្រប់គ្នាមិនចង់ឃើញនិងមិនចង់ជួបអំពីរឿងមហន្តរាយគ្រួសារមួយនេះទោះបីជាយ៉ាងណាក៏ដោយគ្រួសារលើប្រយាពួកគាត់បានស្ទុះស្ទាយបំផុតដើម្បីឲ្យពួកគាត់ដើម្បីមានភាពកក់ក្ដៅនិងអនាគតល្អតម្រាំតែលើប្រយានឹងអាចវិលត្រឡប់មកជួបជុំគ្រួសារវិញហើយបងហេងកំហៀងនៅពេលដែលបានតែងឈុតបុរាណឲ្យកូនរបស់គាត់ជាពិសេសកូនស្រីរបស់គាត់ទៅពេលតែងហើយគាត់មានអារម្មណ៍ថាកាន់តែដូចម៉ាក់របស់កូនស្រីមែនតែនគឺកាន់តែដូចលើប្រយាដែលកូនស្រីរបស់គាត់គឺចេនេះគឺដូចនឹងលើប្រយាមែនតែនទាំងស្នាមញញឹមទាំងកាយវិការទាំងសម្រស់និយាយទៅទាំងដំណើរដើរទាំងការចងសក់លើកសក់អីគឺដូចលើប្រយាមែនតែនធ្វើឲ្យបងហេងកំហៀងគាត់នឹកទៅដល់ប្រពន្ធរបស់គាត់
ដែលតែងតែជួបជុំគ្នានៅក្នុងគ្រួសារជាមួយនឹងកូនប្រុសរបស់គាត់និយាយពីកូនប្រុសវិញគឺកាត់ទៅរកបងហេងកំហៀងគឺមកស្តៀងបងហេងកំហៀងមែនទែនកូនប្រុសតែងតែសួររកម្ដាយឆ្បៃម្ដាយវិលត្រឡប់មកវិញដើម្បីជួបជុំគ្រួសារម្នាក់នេះនិយាយទៅបងប្អូននៃគ្រួសារមួយនេះប្រកបជាខ្វះភាពកក់ក្ដៅមែនទែនទោះបីជាយ៉ាងណាមិនយូរមិនឆាប់ទេដំណឹងនៃលើព្រិយានឹងអាចនឹងវិលត្រឡប់មកជួបជុំគ្រួសាររបស់គាត់ដើម្បីកសាងសុភមង្គលដើម្បីជួយសង្គមមួយនេះព្រោះលើព្រិយាក៏បានជួយសង្គមផងដែរជួយមិនតិចនោះទេទោះបីជាគាត់បានខុសនិយាយពាក្យសម្ដីនិយាយប៉ះពាល់ទៅដល់សង្គមជាតិនិងបំបាក់ទឹកចិត្តកងទ័ពប៉ុន្តែទោះជាយ៉ាងណារឿងនេះវាក៏ឡងហួសយូរណាស់មកហើយប៉ុន្តែគាត់មិនបានធ្វើនឹងអនុវត្តផ្ទាល់នោះទេគាត់ត្រឹមតែនិយាយតែប៉ុណ្ណោះនឹងមានអ្នកខ្លះគេអនុវត្តនឹងធ្វើផ្ទាល់ប៉ុន្តែមិនមានទោសទណ្ឌដូចលើព្រិយាតនទេសោះ